បញ្ហានៅភូមាចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ានហើយរហូតមកដល់ម៉ាឡេស៊ីធ្វើប្រធានអាស៊ានទៀតយើងឃើញថាអត់មានបានធ្វើអីបានទេគឺថាច្បាំងគ្នានៅភូមានៅច្បាំងដដែលណាបាទនេះជារឿងមួយដែលយើងត្រូវដឹងហើយដូច្នេះខ្ញុំមិនរំពឹងថាអាស៊ាននឹងអាចយកចូលមកលោកដៃអីដោះស្រាយពីរឿងបញ្ហាវិបត្តិថៃនិងកម្ពុជានឹងបានទេបាទលើកលែងតែកម្ពុជានឹងត្រូវតែទទួលខុសត្រូវក្នុងការយករឿងលើកគេថាបើកកង្កោះនៅក្នុងកិច្ចប្រជុំអានឹងបានអាចមានការជជែកគ្នាតែបថឲ្យអាស៊ានយករឿងកម្ពុជាថៃយកមកដាក់ជាលវិវរៈខ្ញុំគិតថាបើមានក៏មិនជាជជែកគ្នាអីច្រើនណាបានត្រឹមប្រកែកគ្នារវាងថៃនិងកម្ពុជានឹងបានហើយទី2ទៀតកាលអាចពីដើមមកយើងធ្លាប់ដឹងថាធ្លាប់ពីមុនមកមានរឿងនៅសមុទ្រចិនម្ដងដូចជាហ្វីលីពីនហើយនិងវៀតណាមមានបញ្ហាជាមួយចិនហើយអាស៊ានបានមូលមតិគ្នាដើម្បីឲ្យចេញសេចក្តីថ្លែងការណ៍រួមមួយប៉ុន្តែចេញអត់រួចដោយសារកម្ពុជាមិនព្រមចូលរួមបាទអញ្ចឹងអានឹងមានមតិខ្លះក៏គេបានលើកឡើងថាវាអាចឆ្លុះប្រចាំងទៅលើការដែលគេមានរឿងគេចង់ឲ្យយើងចូលរួមគិតនៅលើសមុទ្រចិនកម្ពុជាប្រឆាំងជាមួយគេឬមិនព្រមចូលរួមជាមួយគេអញ្ចឹងគេក៏មិនសូវខ្វល់អីជាមួយយើងអានឹងមានមតិខ្លះគេនិយាយអញ្ចឹងណាបាទណាខ្ញុំមានប៉ុណ្្នឹងបាទហើយខ្ញុំគិតថាអាស៊ានដូចជាដល់ពេលនេះដឹងថាខ្លួនឯងមិនអាចដោះស្រាយរឿងវិបត្តិក្នុងសមាជិកអាស៊ានធំបានណាអញ្ចឹងទៅហាក់ដូចជាអាស៊ានឥឡូវនេះគឺធ្លាក់កោតមិនចង់យករឿងអីស្មុគស្មាញយកទៅដោះស្រាយបាទយកទៅរឿងណាដែលនៅខាងក្រៅដូចរឿងសមុទ្រចិនរឿងអីមិនដែលដល់ទំនាស់គ្នាឯងអត់យកមកនិយាយព្រោះអីតេតិនជាមួយនឹងកម្ពុជាថៃនេះវាជារឿងមួយដែលប៉ះពាល់ដល់ការជិតចែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកហើយរំលោភដល់ដែនអធិបតេយ្យទៀតបាទអញ្ចឹងអាទៅនឹងបើយើងមើលអំពីច្បាប់អាស៊ានវាត្រូវកម្ពុជាទេដែលត្រូវលើករឿងនេះយកទៅដាក់ឲ្យទាញយកធម្មនុញ្ញរបស់អាស៊ានយកមកនិយាយណាអានឹងបានមានរឿងនិយាយបាទហើយខ្ញុំក៏ឆ្ងល់ថានៅពេលដែលអាស៊ានមិននិយាយប៉ុន្តែហេតុអីក៏កម្ពុជាយើងមិនយកលើកដែលជាអ្នករងគ្រោះនោះមិនលើករឿងនេះយកទៅនិយាយឲ្យបានជារបៀបវិរៈមួយនៅក្នុងកិច្ចប្រជុំនឹងដែរបាទហ្នឹងគេឆ្ងល់ដែរហើយខ្ញុំគិតថាពេលនេះគឺមានតែកម្ពុជាខ្លួនឯងទេដែលត្រូវតែគេថាដុតដៃដុតជើងដូចក្នុងកិច្ចប្រជុំរបស់អាស៊ានហ្នឹងគឺខាងតំណាងខ្មែរយើងត្រូវតែយករឿងនឹងទៅលើកទោះបីគេដោះស្រាយគេទៅជែកមិនទៅជែកប៉ុន្តែយើងសុំដាក់របៀបវិរៈនឹងមួយបាទនេះជារឿងបន្ទាន់សម្រាប់កម្ពុជាក្នុងនាមសមាជិកអាស៊ានម្នាក់ដែរណាបាទតែបើសិនកម្ពុជាយើងមិនលើកយកទៅនិយាយឲ្យក្តៅទេខ្ញុំគិតថាអាស៊ានក៏គេមិនសូវចង់មានរឿងរ៉ាវអីច្រើនដើម្បីទៅជែកដោះស្រាយទេបាទដឹងបានតែហេតុអីបាទកម្ពុជាមិនលើករឿងហ្នឹងយកទៅដាក់នៅក្នុងនោះជាចំណុចក្តៅដាក់ក្នុងកិច្ចប្រជុំអាស៊ានណាប៉ុន្តែគាត់ថាមតិរិះគន់ក៏គេអាចទាញទៅដាក់នៅកន្លែងនោះគេថាកម្ពុជាមិនហ៊ានដោយសារខ្លាចថៃរករឿងអីថែមទៀតអីចឹងណាបាទអានឹងវាត្រូវវាអាចមានទោះបីចង់ក៏មានគេរិះគន់ណាបើទោះបីរដ្ឋាភិបាលថាមិនមានផ្នែកទៅនោះប៉ុន្តែយើងមើលពីក្រៅទៅអាចនឹងទទួលរងការរិះគន់ទៅផ្លូវនោះបាទខ្ញុំគិតថាបើសិនជាកម្ពុជារដ្ឋាភិបាលកម្ពុជាយកជំហរនឹងមកដាក់គឺវាកាន់តែទទួលរងការរិះគន់ធ្ងន់ទៅទៀតព្រោះយើងជាអ្នករងគ្រោះបានន័យថាគេឈ្លានពានយើងហើយមកដល់ពេលនេះទំហំទឹកដីដែលសៀមបានចូលមកលុកលុយកាន់កាប់ហ្នឹងក៏អត់ទាន់មានប្រភពណាមួយដែលប្រាប់ច្បាស់លាស់ថាយើងនឹងបាត់ប៉ុណ្ណាទំហំប៉ុណ្ណាទេក៏យើងដឹងថាអស់ច្រើនគួរសមប៉ុណ្ណឹងណាបាទអញ្ចឹងអាទៅនឹងវាជារឿងមួយដែលរដ្ឋាភិបាលកម្ពុជាមែនទែនសូម្បីនៅក្នុងស្រុកយើងក៏មិនទាន់បង្ហាញនៅតម្លាភាពរឿងអស់ហ្នឹងដែរបាទកម្ពុជាបាទក៏ពលរដ្ឋកម្ពុជាក៏បានត្រឹមមកសួរគ្នាទៅវិញទៅមកឬក៏ឮតាមការខ្សឹបគ្នាទេណាតែជាធម្មតាបើយើងនិយាយពីតម្លាភាពរបស់រដ្ឋទៅលើបរណភាពទឹកដីខ្ញុំគិតថារដ្ឋាភិបាលគួរតែក្លាហានក្នុងការបង្ហាញប្រាប់បើយើងចោទទេយើងថាថៃឃ្លានពានបាទប៉ុន្តែឃ្លានពានអស់ប៉ុណ្ណាទំហំប៉ុណ្ណាគួរតែមានបង្ហាញឲ្យបានជាក់លាក់ទៅណាថាលើអស់ប្រមាណគីឡូម៉ែត្រកន្លែងណាខ្លះទៅអាហ្នឹងក៏ជាផ្នែកមួយដើម្បីបង្ហាញនៅភាពទំនុកចិត្តគ្នាដែរបាទតែប្រសិនបើ
បាទជើងរឿងសំខាន់ទី1កាលណាតម្លាភាពវាអត់មានវាត្រូវរឿងស្អីទាំងអស់វាត្រូវគេទម្លាក់ទៅលើអ្នកដឹកនាំទាំងអស់បាទទោះបីខុសក៏ដោយត្រូវក៏ដោយអានេះគេគិតថាវាជារឿងរបស់អ្នកដឹកនាំបានធ្វើឲ្យយើងនឹងអស់កើតឡើងណាបាទតែបើយើងគិតពីរឿងថាបើមានតម្លាភាពទៅវាអាចនឹងជួយស្ដារនៅការយល់ឃើញរបស់ពលរដ្ឋខ្លះបើមិនដែលបើនៅតែមិនច្បាស់លាស់បែបហ្នឹងខ្ញុំគិតថាគេនៅតែចោទរដ្ឋាភិបាលថាមានស្អីនៅពីក្រោយហ្នឹងបាទមិនហ៊ានប្រាប់អញ្ចឹងណាបាទមិនហ៊ានបង្ហាញនៅតម្លាភាពរឿងហ្នឹងបាទ